ភាពសូវៀតឆ្នាំ1919ដល់ឆ្នាំ1939ដកស្រង់ចេញពីសៀវភៅសិក្សាគោលថ្នាក់ទី11ចំពោះទី1មេរៀនទី10សហភាពសូវៀតគឺជាប្រទេសដែលមានផ្ទៃដីធំជាងគេបង្អស់នៅលើពិភពលោកដោយបានគ្របដណ្ដប់ទៅលើក្រឡាផ្ទៃសរុបជាង 22,042,200 គីឡូម៉ែត្រការ៉េ សហភាពសូវៀតមានរដ្ឋចំនួន15នៅក្នុងចំណោមរដ្ឋទាំង15នោះរួមមាន 1. រដ្ឋអាមេនី 2. រដ្ឋស៊ែប៊ៃសង់ 3. រដ្ឋបេរ៉ូឡូស 4. រដ្ឋអេស្តូនី 5. រដ្ឋច័រជី 6. រដ្ឋកាហ្សាក់ស្ថាន 7. រដ្ឋគីហ្គីស្ថាន 8. រដ្ឋលេតូនី 9. រដ្ឋលីទុយអានី 10. រដ្ឋម៉ូលដាវី 11. រដ្ឋរុស្ស៊ី 12. រដ្ឋតាជីគីស្ថាន 13. រដ្ឋទូកមេនីស្ថាន 14. រដ្ឋអ៊ុយក្រែន និង 15. រដ្ឋអូលបេគីស្ថាន សហភាពសូវៀតមានឈ្មោះជាផ្លូវការថាសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតគឺជារដ្ឋសង្គមនិយមសហព័ន្ធហើយជាអតីតប្រទេសធំជាងគេបំផុតនៅលើពិភពលោកខ្លឹមសារទី1ការបង្កើតរបបសមូហភាពនៅដើមសតវត្សទី20អាណាចក្ររុស្ស៊ីបានរីកចម្រើនយ៉ាងខ្លាំងក្លាជាប្រទេសមហាអំណាចពិភពលោកទី5តែមកដល់ខែកុម្ភៈឆ្នាំ1917នៅរុស្ស៊ីបានលេចឡើងនៅបដិវត្តន៍កហបតីប្រជាធិបតេយ្យដួលរំលំរបបរាជានិយមដែលរដ្ឋាភិបាលថ្មីនេះដឹកនាំដោយលោករេស៊ីនស្គីនិងជាមេដឹកនាំបកប្រជាធិបតេយ្យប៉ុន្តែមកដល់ខែមេសាឆ្នាំ1917លោកវ៉ាឌីមៀអេលីចលេនីនបានដឹកនាំបកបូលសេវិកដណ្ដើមអំណាចបានទាំងស្រុងពីបកប្រជាធិបតេយ្យនៅខែតុលាឆ្នាំ1917ហើយបកបូលសេវិកបានកាន់កាប់អំណាចរដ្ឋទាំងស្រុងចំណែកលោករេរីនស្គីបានរត់ភៀសខ្លួនទៅសហរដ្ឋអាមេរិកខ្លឹមសារទី2ឧបសគ្គដែលប្រទេសរុស្ស៊ីជួបប្រទះក្រោយពីបានទទួលជោគជ័យក្នុងបដិវត្តន៍ខែតុលាឆ្នាំ1917រុស្ស៊ីបានជួបនឹងផលលំបាកនិងឧបសគ្គជាច្រើនដូចជាអ្នកបដិវត្តន៍ត្រូវតស៊ូនឹងពួកប្រឆាំងក្នុងនិងក្រៅប្រទេសដែលចង់លុបបំបាត់របបកុម្មុយនីសពួកប្រឆាំងនឹងបដិវត្តន៍ក្នុងស្រុកហៅថាពួកតុងសត្រូវបានកំទេចត្រឹមតែរយៈពេល3ឆ្នាំចំណែកឯពួកសម្ព័ន្ធមិត្តចាស់ដែលមានអង់គ្លេសបារាំងមិនសប្បាយចិត្តនឹងរុស្ស៊ីដែលបានស្ថាបនាកុម្មុយនីសនេះឡើងពួកគេបានខិតខំរកគ្រប់មធ្យោបាយដើម្បីកំទេចរបបកុម្មុយនីសរុស្ស៊ីនេះចោលដោយពួកគេបានគ្រប់គ្រងទៅលើពួកតុងសនិងបានវាយយកតំបន់មួយចំនួនមកកាន់កាប់ដូចជាតំបន់វ៉លកាវាយយកបានដោយឆេកូស្លូវ៉ាគីនិងទីក្រុងអារកានកែនដណ្ដើមបានដោយអង់គ្លេសនិងទីក្រុងអូដេសាវាយកបានដោយពួកបារាំងតំបន់វ៉ាឌីវូស្តុកកងទ័ពជប៉ុនជាអ្នកវាយយកបាននិងចុងក្រោយទីក្រុងគៀវគឺត្រូវបានទ័ពប៉ូឡូញជាអ្នកវាយយកបានទោះបីមានឧបសគ្គដូចនេះក្តីទីបំផុតរដ្ឋាភិបាលសូវៀតរុស្ស៊ីបានកម្ចាត់សត្រូវគ្រប់ទិសទីទាំងក្នុងប្រទេសនិងក្រៅប្រទេសដោយប្រើកងទ័ពក្រហមដែលដឹកនាំដោយលោកត្រុតស្គីធ្វើឲ្យប្រជាមិត្តគ្រប់សមរភូមិដកថយនិងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ខ្លឹមសារទី3ការស្ថាបនាក្នុងឆ្នាំដំបូងនៃរបបគ្រប់គ្រងថ្មីក្រោយបានកំទេចពួកប្រឆាំងនឹងបដិវត្តន៍របបគ្រប់គ្រងថ្មីបានចាត់វិធានការដើម្បីកសាងសង្គមនិយមរុស្ស៊ីសាធារណរដ្ឋសូវៀតរុស្ស៊ីប្រកាសប្រើរដ្ឋធម្មនុញ្ញថ្មីដោយបានប្រើប្រាស់នៅក្នុងសង្គមនិយមសហភាពសូវៀតទាំងមូលនិងបានកែសម្រួលខ្លះនៅក្នុងឆ្នាំ1946ដើម្បីឲ្យមានលក្ខណៈសមស្របទៅតាមកាលៈទេសៈនៃសង្គមសហភាពសូវៀតសហភាពសូវៀតបានផ្ដួចផ្ដើមស្នើបញ្ចប់ការធ្វើសង្គ្រាមលោកលើកទី1ដោយបានស្នើឲ្យគ្រប់ប្រទេសដែលបានចូលរួមធ្វើសង្គ្រាមលោកលើកទី1មកចរចាសន្តិភាពនិងបានកំណត់ថា
គ្មានអ្នកឈ្នះឬអ្នកចាញ់ឡើយសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតប្រកាន់យកនយោបាយក្រៅប្រទេសគឺមូលភាពសហវិជ្ជមានដោយសន្តិភាពក្នុងទំនាក់ទំនងប្រទេសនិងប្រទេសហើយរដ្ឋនឹងរដ្ឋដោយសមភាពនិងសហប្រតិបត្តិការចាប់ពីឆ្នាំ1949មកសហភាពសូវៀតបានក្លាយជាមហាអំណាចគ្របបែកបរមាណូបន្ទាប់ពីសហរដ្ឋអាមេរិកចំណែកឯមូលភាពខាងសេដ្ឋកិច្ចដោយឈរលើគោលការណ៍បំបត្តិការជិះជាន់មនុស្សដោយមនុស្សរដ្ឋាភិបាលសហភាពសូវៀតបានរៀបចំផែនការសេដ្ឋកិច្ចដោយចែកកម្មវិធីសេដ្ឋកិច្ចថ្មីជាពីររយៈកាលគឺរយៈកាលទី1ពីឆ្នាំ1918ដល់ឆ្នាំ1924ជាសម័យសហវិជ្ជមានរវាងរបបសេដ្ឋកិច្ចមូលធននិងរបបសេដ្ឋកិច្ចសង្គមនិយមដោយការអនុវត្តលទ្ធិសេដ្ឋកិច្ចកុម្មុយនីសគឺរដ្ឋកាន់កាប់ទាំងអស់នៅអង្គការសេដ្ឋកិច្ចជាតិដែលទទួលបានលទ្ធផលមិនដោយការគ្រោងទុកលោកលេនីនបានបញ្ចូលនយោបាយសេដ្ឋកិច្ចថ្មីដែលមានឈ្មោះថា NEP គឺរដ្ឋបានអនុញ្ញាតឲ្យពួកមូលធនអាចរកស៊ីឬកាន់កាប់ផ្នែកណាដែលមិនសូវសំខាន់បានខ្លះៗក្រៅពីឧស្សាហកម្មធំៗនិងពាណិជ្ជកម្មក្រៅប្រទេសជាដើមប៉ុន្តែក្រោយពីលោកលេនីនទទួលមរណភាពក្នុងឆ្នាំ1924សភាពការមានការប្រែប្រួលខ្លាំងបណ្ដាលមកពីលោកស្តាលីនឡើងកាន់អំណាចហើយបានបោះសម្អាតនៅក្នុងជួបៈក្នុងនោះលោកត្រុកស្គីក៏បានភៀសខ្លួនទៅប្រទេសមិចស៊ិកហើយលោកស្តាលីនបានកាន់អំណាចរហូតមកដល់ឆ្នាំ1953ចំណែកឯរយៈកាលទី2គិតចាប់ពីឆ្នាំ1924រហូតមកដល់បេរេស្ត្រូយកាចាប់ពីឆ្នាំ1924មកលោកស្តាលីនបានអនុវត្តសេដ្ឋកិច្ចកុម្មុយនីសនិយមឡើងវិញដោយការប្រែសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យកសិកម្មឲ្យក្លាយទៅជាមហាប្រទេសឧស្សាហកម្មដ៏សម្បូរសប្បាយនៅលើពិភពលោករដ្ឋបានចាប់ផ្ដើមកាន់កាប់អំណាចគ្រប់គ្រងសកម្មភាពសេដ្ឋកិច្ចឡើងវិញដោយលុបចោលមូលធននិយមឯកជនទាំងអស់និងស្ថាបនាផែនការសេដ្ឋកិច្ច5ឆ្នាំជាជំហានដូចជាផែនការ5ឆ្នាំលើកទី1ឆ្នាំ1928ដល់ឆ្នាំ1933បានហុចផលយ៉ាងសម្បើមមិនធ្លាប់ជួបប្រទះតាំងពីដើមមកដោយសហភាពសូវៀតបានក្លាយជាមហាអំណាចឧស្សាហកម្មមួយនៅអឺរ៉ុបផែនការ5ឆ្នាំលើកទី2ឆ្នាំ1933ដល់ឆ្នាំ1938បានទទួលលទ្ធផលកាន់តែប្រសើរជាងមុនប៉ុន្តែមកដល់ផែនការ5ឆ្នាំលើកទី3ឆ្នាំ1939មិនបានទទួលលទ្ធផលល្អទេដោយសារត្រូវរាំងស្ទះដោយសារសង្គ្រាមលោកលើកទី2ផ្ទុះឡើងហើយសហភាពសូវៀតត្រូវរៀបចំខ្លួនចូលប្រឡូកក្នុងសង្គ្រាមម្ដងទៀតចំណែកឯផ្នែកសមូហកម្មស្រែចម្ការវិញរដ្ឋបានអនុវត្តនយោបាយប្រមូលផ្ដុំស្រែចម្ការជាកខគឺជាសហករណ៍ប្រមូលផ្ដុំផលិតផលកសិកម្មដែលមានមធ្យោបាយផលិតកម្មរួមនិងរដ្ឋបានចែកឧបករណ៍កសិកម្មដូចជានង្គ័លត្រាក់ទ័រពូស្រូវនិងឲ្យខ្ចីប្រាក់ធ្វើទុនរកស៊ីបន្ថែមពីនេះរដ្ឋបានធ្វើស្រែចម្ការរបស់ខ្លួនលើផ្ទៃដីដែលគេបោះបង់ចោលសហករណ៍នេះហៅថា Circle ដែលជាកសិដ្ឋានគំរូរបស់រដ្ឋជាលទ្ធផលនៃកំណែទម្រង់នេះបានធ្វើឲ្យកសិកម្មមានសន្ទុះស្ទុះឡើងយ៉ាងខ្លាំងហើយឧស្សាហកម្មវិញក៏ទទួលជោគជ័យយ៉ាងសម្បើមចាប់តាំងពីឆ្នាំ1933ដល់ឆ្នាំ1939ចំណែកឯផ្នែកវប្បធម៌វិញមូលដ្ឋានវប្បធម៌នៃសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតគឺភាពប្រាកដនិយមនិងប្រឡោមនិយមបដិវត្តន៍ដោយសំដៅលើការអប់រំសុទ្ធិដ្ឋិនិយមចំពោះអនាគតមនុស្សលោកដោយអប់រំស្ថាបនានិងអប់រំឲ្យចិត្តឃ្លាវខ្លាស្រឡាញ់យុត្តិធម៌ស្រឡាញ់មនុស្សធម៌និងការពារផលប្រយោជន៍រួមឯវណ្ណៈសង្គមសហភាពសូវៀតបានលុបបំបាត់ចោលនៅរាល់វណ្ណៈសង្គមដោយបានលើកតម្កើងវណ្ណៈពលករដែលបានធានាពីក្រសួងសន្តិសុខសង្គមរបស់រដ្ឋដូចជាមនុស្សគ្រប់រូបត្រូវមានការងារធ្វើមនុស្សគ្រប់រូបត្រូវទទួលការធានាពីរដ្ឋចំពោះជរាភាពឬជំងឺខ្លឹមសារទី4
សមូហភាពសូវៀតក្នុងឆ្នាំ1939ការផ្លាស់ប្ដូរខាងនយោបាយសេដ្ឋកិច្ចសង្គមតាំងពីបដិវត្តន៍ខែតុលាឆ្នាំ1917មកបានធ្វើឲ្យសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតបានក្លាយទៅជាមហាអំណាចមួយយ៉ាងធំទាំងឧស្សាហកម្មទាំងខាងសឹកនិងមនោគមវិជ្ជាដែលគ្មានប្រទេសណាមួយឬសូម្បីតែសហភាពសូវៀតខ្លួនឯងក៏មិននឹកស្មានដល់ដែរថាសហភាពសូវៀតមានសន្ទុះរីកចម្រើនយ៉ាងអស្ចារ្យ